អាយដាមបណ្ឌិតអៀងសុផល្លែតអញ្ជើញជាអធិបតីប្រកាសសមាជិកថ្មីរបស់គណៈបកប្រជាជនកម្ពុជាប្រចាំខេត្តត្បូងឃ្មុំចំនួនជាង 2000 នាក់គណៈបកប្រជាជនកម្ពុជាប្រកាសបញ្ចូលសមាជិកថ្មីរបស់គណៈបកស្រុកពញាក្រែកស្រុកអូររងឪនិងស្រុកត្បូងឃ្មុំប្រចាំឆមាសទី1ឆ្នាំ2026ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អាយដាមបណ្ឌិតអៀងសុផល្លែតសមាជិកគណៈកម្មាធិការកណ្ដាលអនុប្រធានទី2ក្រុមការងារគណៈបកចុះមូលដ្ឋានខេត្តត្បូងឃ្មុំនិងជាប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានស្រុកពញាក្រែកស្រុកអូររងឪនិងស្រុកត្បូងឃ្មុំនាព្រឹកថ្ងៃអាទិត្យទី28ខែមិថុនាឆ្នាំ2026នៅទីស្នាក់ការគណៈបកស្រុកត្បូងឃ្មុំភូមិទួលវិហារឃុំជីរ៉ូទី2ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំពិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់គណៈបកប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំនាពេលនេះបានប្រព្រឹត្តទៅជាមួយពិធីអបអរសាទរទិវារំលឹកខួបលើកទី75នៃថ្ងៃបង្កើតគណៈបកប្រជាជនកម្ពុជាក្នុងឱកាសនេះអាយដាមបណ្ឌិតអៀងសុផល្លែតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រនិងការចូលរួមដ៏ថ្លៃថ្លារបស់សមាជិកថ្មីរបស់គណៈបកប្រជាជនកម្ពុជាដែលជាកម្លាំងចិត្តដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំក្នុងការបន្តបេសកកម្មថែរក្សាសន្តិភាពស្ថិរភាពនយោបាយការពារបូរណភាពទឹកដីនិងការអភិវឌ្ឍជាតិមាតុភូមិអាយដាមបានថ្លែងបន្តថារាជរដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោហ៊ុនសែនក្នុងនាមជាប្រធានគណៈបកនិងការបន្តវេនដឹកនាំដ៏រឹងមាំរបស់សម្ដេចធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីបានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីលើកកម្ពស់ជីវភាពប្រជាជនការពង្រីកហេដ្ឋារចនាសម្ព័ន្ធនិងការធានាបាននូវការឯកភាពផ្ទៃក្នុងដ៏រឹងមាំដឹកនាំការពារសុខសន្តិភាពការពារអធិបតេយ្យនិងបូរណភាពទឹកដីធានាពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដើម្បីផលប្រយោជន៍ជាតិនិងធ្វើឲ្យកម្ពុជាបន្តឈានទៅមុខលើមាគ៌ានៃភាពរីកចម្រើនរុងរឿងអាយដាមបានជំរុញយុទ្ធសាស្ត្រនិងដាក់ចេញនូវផែនការសកម្មភាពជាក់ស្ដែងក្នុងនាមក្រុមការងារចុះមូលដ្ឋានចុះផ្ទាល់តាមខ្នងផ្ទះដើម្បីស្ដាប់សំណូមពរនិងដោះស្រាយតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋដើម្បីធានាប្រមូលកម្លាំងគាំទ្រឆ្ពោះទៅកាន់ការដណ្ដើមជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី6ឆ្នាំ2027ខាងមុខផងដែរក្នុងឱកាសនេះដែរអាយដាមបណ្ឌិតអៀងសុផល្លែតបានមានប្រសាសន៍អំពីការសាកសួរសុខទុក្ខនិងជូនអំណោយដល់សមាជិកថ្មីរបស់គណៈបកប្រជាជនកម្ពុជារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានគណៈបកប្រជាជនកម្ពុជានិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតព្រមទាំងថ្នាក់ដឹកនាំគណៈបកគ្រប់លំដាប់ថ្នាក់ផងដែរសូមបញ្ជាក់ថាសមាជិកគណៈបកប្រជាជនកម្ពុជាទើបប្រកាសបញ្ចូលថ្មីនៅតាមបណ្ដាគណៈបកមូលដ្ឋាននីមួយៗចំណុះឲ្យគណៈកម្មាធិការគណៈបកស្រុកចំនួន3ក្នុងខេត្តត្បូងឃ្មុំសរុបចំនួន2478រូបស្រី1229រូបក្នុងនោះមួយស្រុកពញាក្រែកចំនួន1156រូបស្រី572រូប2ស្រុកត្បូងឃ្មុំចំនួន750រូបស្រី360រូប3ស្រុកអូររងឪចំនួន572រូបស្រី297រូប